วิธีរបស់យើងសូមជម្រាបជូនជាថ្មីម្ដងទៀតត្រៀមអ្នកឧបត្ថម្ភធំនៅក្នុងកម្មវិធីម្ចាស់ឧបត្ថម្ភធំពីប្រុងព្រៀបប្រកួត Super Whisky គូទី5ដែលជាគូឯកបានទទួលស្គាល់ Super Whisky ក្នុងការជួបជុំគ្នាប្រស្រ័យពិធីបុណ្យជប់លៀងផ្សេងៗត្រា Super Whisky នៅមានការអបអរសាទរដើម្បីជូនជារង្វាន់លើកទឹកចិត្តដល់អតិថិជនដែលនិយមពិសាស្រា Super Whisky ក្នុងនោះមានម៉ូតូ100គ្រឿងរៀមសង់លោកអ្នកនឹងឈ្នះភ្លាមគ្រាន់តែបើកគម្របហើយមានទឹកប្រាក់រហូតដល់ទៅ 2,800 លានរៀលជាបន្តទៀតដើម្បីទទួលនៅផាត់សំណាងនេះលោកអ្នកកុំភ្លេចយកគម្របដបរង្វាន់ដែលឈ្នះមកជាមួយដើម្បីទទួលរង្វាន់ពីក្រុមហ៊ុនយ៉ាងណាវិញកិត្តិយសគ្រួសារនឹងការធ្វើដំណើររបស់យើងដើម្បីសុខសប្បាយយើងគួរតែឃ្លាតឆ្ងាយអំពីការស្រវឹងពេលស្រវឹងកុំបើកបរសម្រាប់ឲ្យស្វាងឬក៏ឲ្យគេអ្នកដែលមិនស្រវឹងបើកនោះទើបលោកអ្នកទទួលនៅអ្វីដែលជាសេចក្តីសុខនិងសុវត្ថិភាពដល់ក្រុមគ្រួសារក្តីព្រួយបារម្ភដល់ក្រុមគ្រួសារហើយសុខជានិរន្តរ៍សម្រាប់ខ្លួនយើងនិងសម្រាប់អ្នកដទៃចូលមកគៀគ្នាផងសុភាពចាប់គៀកចូលមកទៀតកីឡាករទាំងពីរអោបគ្នាគេបាទអញ្ញាកដាបបែកញែកមកកដាសៃវៀនជាថ្មីជើងចាប់ផងសុភាពក្លឹមខ្មៅវាយម្ដាយរុញចូលផងសុភាពរុញជង្គង់ចូលពីជង្គង់ចូលទៅលើក្លឹមខ្មៅវិញដែរតែអត់អីទេមកជង្គង់ទៀតមួយជង្គង់ទៅវិញទៅមកអញ្ញាកដាមិនទាន់បំបែកទេមើលបាទបំបែកសិនអែមខ្មៅជាកីឡាករដែលមានទីកំណើតនៅស្ពានកណ្ដាលស្រុកបវលបាទឃុំបវលបាត់ដំបងឯផង់សុភាពមានទីកំណើតនៅឯជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញយើងបាទហើយរុញចូលបាទភ្នំពេញបាទលោកចូលមកអង្គសភាពហាក់ដូចជាមិនរៀថយនឹងអ្វីដែលជាកណ្ដាប់ដៃឬក៏សន្ទុះជើងរបស់កីឡាករខ្មៅទេរុញឲ្យសភាពដួលទៅភ្នែនក្លឹមខ្មៅប្រាប់ថាឲ្យផ្ដួលទេអត់ឲ្យលេងអូស៊ីបោកបាទចាប់បោកច្បាប់អត់បានទេទៀតវាយម្ដាយរបស់សភាពចូលទៅលើក្លឹមខ្មៅទៀតម្ចាស់សាខាឧបត្ថម្ភដែលគួរជាទីចាប់អារម្មណ៍របស់លោកអ្នកនាងគឺក្បឿងសញ្ញាខេប្រកាសពជាធ្វើឲ្យដំបូលគេដ្ឋានរបស់លោកអ្នកមានសភនភាពគួរជាទីត្រេកត្រអាលហើយក្បឿងសញ្ញាខេនេះរឹងមាំទោះជាជន់ទោះជាមានអ្វីធ្លាក់ទម្ងន់ពីលើក៏មិនងាយបែកខូចម្យ៉ាងវិសេសវិសាលគឺរក្សាពណ៌បានល្អប្រសើរជាទីបំផុតសម្រាប់ក្បឿងសញ្ញាខេនៅមានហ៊ីណូតាដែលជាម៉ាស៊ីនសម្រាប់បម្រើប្រជាកសិករល្អជាទីបំផុតក្នុងការបញ្ជាធ្វើស្រែចម្ការហើយម្យ៉ាងវិញទៀតនឹងមានសញ្ញោបត់ឆ្វេងឆ្នាំដែលជាទីទុកចិត្តសម្រាប់សភនភាពរបស់ម៉ាស៊ីនហ៊ីណូតាផងដែរយើងមានទៀតអ្វីដែលជាការឧបត្ថម្ភចាប់ទឹកទី1ទឹកទី2មកលើដល់ទឹកទី2បាទអរគុណដល់លោកលាស់សុកលៀមចាយសង្កាត់រងទី1សង្កាត់ជើងឯកឧបត្ថម្ភ$10ដល់កីឡាករមង្គលខៀវផង់សុភាពពលពុទ្ធីជំនួយការស្មាន$10ឃុកប៊ុនហេងមេភូមិជើងឯក$10ភូមិប៉ាត់អនុភូមិបាទ$10ផាន់ស្រស់អាជីវករភូមិជើងឯក$20អិនខុនហៅសក់បាសបាទ$10ផានកសលភូមិរលោះ$10បាទហុលហេងមេភូមិព្រែកខ្លាំងបាទ$ទៅរតនា190ចង្កាដង$និងលោកវឹងសមឿនចាយសង្កាត់$បាទអញ្ចឹងមានអ្នកដែលឧបត្ថម្ភកីឡាករមង្គលខៀវផងសុភាពបាទយើងឃើញថាមូលដ្ឋានខណ្ឌដង្កោតែនៅលើទឹកចិត្តដល់កីឡាករដែលមកពីមូលដ្ឋានរបស់ខ្លួនជឿជាក់ថាមូលដ្ឋានផ្សេងទៀតបាទនឹងធ្វើដោយខណ្ឌដង្កោដើម្បីលើកទឹកចិត្តកីឡាករដែលស្ថិតនៅក្នុងភូមិឃុំបាទរបស់ខ្លួនបាទតិចក្តីច្រើនក្តីបាទផ្សំគ្នាទៅអាចបានច្រើនហើយកីឡាកររបស់យើងកាន់តែមានចិត្តបន្ថែមទៀតបាទដល់ថ្ងៃការប្រកួតហើយយកយ៉ាងម៉េចអែមយើងខ្មៅប្រើមកកែងបាទទៅហើយគាត់ជើងក្រោមដើរចូលមួយជង្គង់សងទៅវិញហើយជង្គង់សងអាយ៉ាកណ្ដាលយ៉ាងម៉េចនៅសម្លឹងមើលកីឡាករមួយតែចូលឡើងកែងមួយញ៉ាកណ្ដាលញ៉ៃកីឡាករ
អាយយ៉ាងម៉េចហើយខ្លងខ្មៅប្រើកណ្ដាប់ដៃមួយដៃទៀតអូហូយអត់មួយដៃពីរដៃកាច់បោកបដួលអូហូញ៉ាកន្លែងក៏កាច់ចូលឡើងមកដល់ទៀតហើយកែងញ៉ាកន្លែងកន្លែងក៏យកថ្មីអត់មួយជើងពីរបន្តកាច់ចូលឡើងយ៉ាងម៉េចហើយប្រើជង្គង់1 2 1 2បន្តទៀតញ៉ាកន្លែងកន្លែងក៏ដល់ចូលប្រើកណ្ដាប់ដៃឲ្យកែងមួយល្អមែនទេចាប់ទឹកទី2ចូលបន្តទៀតសម្រាប់គូទី5 គូទី5ដែលជាគូឯកទឹកទី3 ទឹកទី3របស់កីឡាករគូឯកទឹកទី3ស្វាគមន៍មកចូលបងសុភាពរុញជើងចូលទៅក្រោមកីឡាករក្លឹមខ្មៅសងមួយជើងចំកន្លែងណាចេះ1បាទពោះទឹក2 ពោះទឹក4បាទ5 6អូស្អល់7បាទ8បាទទេ9 10អត់ទេអត់អាចបន្តការប្រកួតបានទេបាន3ទឹកបាទរបៀបយឺតបាទមួយជើងបាទចំចឹងជំនីបាទសូមជួយញ៉ាំថ្មីបាទស្អែកនេះបាទគឺអត្តពលិកកម្ពុជាដែលទៅចូលរួមការប្រកួតកីឡាអាស៊ីបាទនឹងអញ្ជើញមកដល់បាទហើយនឹងមានពិធីដង្ហែមេដាយមាសជាលើកដំបូងរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីការដង្ហែនឹងចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះមកពីមានឯករាជ្យរួចឆ្ពោះទៅកាន់ទីស្នាក់ការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជានៅទីនោះនឹងមានការថ្លែងសម្ដែងថាពីអាដាមថងកនប្រធានគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជានិងអាដាមហុងជុនរ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំនិងកីឡាកីឡាករអែមក្លឹមខ្មៅទទួលជ័យជំនះលើកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវបោះបង់ការប្រកួតនៅក្នុងទឹកទី3